គឺជានរណាព្រះពុទ្ធគឺជាឈ្មោះរបស់មនុស្សដ៏អស្ចារ្យម្នាក់ដែលកើតក្នុងក្សត្រត្រកូលជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេសគឺប្រទេសដែលគេហៅសពថ្ងៃគឺស្រុកឥណ្ឌាបើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅកាន់សម័យកាលនោះដែលមនុស្សអស្ចារ្យនេះកើតឡើងគឺមានអាយុកាលជាង2560ឆ្នាំមកហើយមនុស្សអស្ចារ្យនេះមានឈ្មោះថាសិទ្ធត្ថៈបានសោយរាជ្យតាំងពីព្រះជន្ម16ឆ្នាំមកដល់ព្រះជន្ម29ឆ្នាំបានពិចារណាឃើញច្បាស់នៅសេចក្តីទុក្ខព្រួយដែលកើតមានឡើងអំពីជាតិគឺភាពជរាគឺចាស់ក្រំគ្រាអំពីព្យាធិគឺសេចក្តីឈឺចាប់អំពីមរណៈគឺសេចក្តីស្លាប់ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចទ្រាំនឹងនៅក្នុងនិវេសនដ្ឋានដែលជាទីជោគជ័យទៅដោយកម្មគុណទាំង5បានឡើយដូច្នោះហើយបានជាទ្រង់ចេញទៅបួសខំប្រឹងស្វែងរកធម៌ដើម្បីនឹងរំលត់បងនៅសេចក្តីទុក្ខព្រួយទាំងនោះដល់រាប់ណាដល់បានសម្រេចនៅប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថាសម្ពោធិញ្ញាណដែលយើងធ្លាប់ហៅមកធ្លាប់ឮមកថាព្រះអង្គបានត្រាស់ដឹងមនុស្សដ៏អស្ចារ្យនេះហើយដែលមានព្រះនាមថាព្រះពុទ្ធប្រែថាព្រះអង្គចេះគ្មានសល់ឬព្រះអង្គជ្រាបច្បាស់នៅសេចក្តីពិតឬថាព្រះអង្គភ្ញាក់អំពីការដេកលក់នៅសេចក្តីល្ងង់ព្រះពុទ្ធជាម្ចាស់នេះការដែលព្រះអង្គបានត្រាស់ហើយទ្រង់បានពិចារណាឃើញសន្តានិកគឺពពួកមនុស្សនិងទេវតាដែលកើតឡើងក្នុងលោកមានសន្តានក្រាស់ដោយមោហៈគឺសេចក្តីល្ងង់មិនដឹងខ្លួនធ្លាក់ខ្លួនលិចក្នុងសមុទ្រដ៏ធំពោពេញទៅដោយវាវត្តសង្សារដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងខ្លួនច្បាស់ច្រឡោតនៅលើគំនរភ្លើងទាំង5ពោលគឺកម្មគុណ5ដែលគឺជាគ្រឿងនាំមកបណ្ដាលឲ្យយើងវិនិច្ឆ័យនឹងជួបនៅសេចក្តីទុក្ខលំបាករស់រាជានិច្ចមានតែសេចក្តីធ្វេសប្រហែសអត់មានគំនិតគិតស្វែងរកឧបាយនិងរលាស់ខ្លួនចេញឲ្យផុតអំពីមហាសមុទ្រទុក្ខនេះហើយឬក៏គំនរភ្លើងនោះឡើយដោយដូចនេះហើយសញ្ញានៃវិបលាសគឺសេចក្តីសម្គាល់ខុសថាជាទីប្រកបទៅដោយសេចក្តីសុខស្រួលវិញព្រះអង្គទ្រង់ឃើញតាសន្តានិកទាំងអស់ជាច្រើនមានគំនិតគិតធ្លុយយ៉ាងនេះហើយមកពីមោហៈធម៌ដែលស្របនៅគំនិតសត្វបិទបាំងចិត្តហើយដឹកនាំសត្វឲ្យធ្វើនៅអំពើខុសផ្សេងមោហៈដែលបិទបាំងគំនិតមនុស្សហើយដឹកនាំមនុស្សសត្វទៅរកសេចក្តីវិនិច្ឆ័យនោះដូចជាសេចក្តីល្ងង់របស់ពពួកសត្វមមាត្រសត្វកណ្ដូបជាដើមបិទបាំងមិនឲ្យស្គាល់ថាជាគ្រឿងក្តៅឡើយហើយបណ្ដាលឲ្យអាចហ៊ានចូលទៅក្នុងភ្លើងដ៏រាបដល់សេចក្តីវិនិច្ឆ័យព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ពិចារណាឃើញដូច្នោះហើយក៏កើតមានព្រះតីប្រកបដោយមហាករុណាគឺសេចក្តីអាណិតធំដល់មនុស្សសត្វទាំងនោះប្រាថ្នានឹងជួយដល់ឲ្យរត់ចេញពីសេចក្តីងងឹតល្ងង់ដើម្បីនឹងឲ្យមានកើតនៅប្រាជ្ញាភ្លឺស្វាងឡើងនឹងបានស្គាល់នៅទុក្ខសុខអាក្រក់ល្អគុណនិងទោសហើយនឹងស្វែងរកឧបាយដោះខ្លួនឲ្យចេញរួចអំពីគ្រឿងទុក្ខទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសតិនិកតាំងពីព្រះអង្គបានត្រាស់ហើយដល់រាបដល់ថ្ងៃដែលព្រះអង្គចូលរិនិព្វានបានចំនួន45ឆ្នាំគត់ធម៌ទេសនាគឺជាពាក្យប្រដៅទាំងអស់របស់ព្រះសម្មាសម្ពុទ្ធនោះមានឈ្មោះថាសាសនាដែលយើងធ្លាប់ហៅថាសាសនាប្រែថាធម៌ជាច្បាប់សម្រាប់ព្រានប្រដៅបើរួមពាក្យថាពុទ្ធៈភ្ជាប់មកនឹងពាក្យថាសាសនាជាពាក្យមួយម៉ាត់ដែលយើងហៅថាពុទ្ធសាសនាប្រែថាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធគឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឲ្យល្ងង់ឲ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែនឬឲ្យកើតមានចំណេះវិជ្ជាឬ
ច្បាប់សម្រាប់ប្រដៅសត្វឲ្យចេះគិតស្វែងរកឧបាយដោះខ្លួនអំពីគ្រឿងទុក្ខដែលបានមកនៅសេចក្តីសុខត្រឡប់មកវិញពាក្យព្រៀងប្រដៅទាំងអស់នេះហើយដែលយើងហៅថាព្រះពុទ្ធសាសនា